ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យផ្ដល់គោរមងារលោកស្រីដូចចន្ទរិកាជាអុកញ៉ាសេវាកម្មជួលរថយន្តគ្រប់ប្រភេទទាំងប្រទេសកម្ពុជាថៃនិងវៀតណាមសេវាកម្មទូកទំនើបល្បឿនលឿនទៅកាន់កោះរ៉ុងសន្លឹមនិងកោះស្ដេចព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារលោកស្រីដូចចន្ទរិកាជាអុកញ៉ាកាលពីថ្ងៃទី20ខែឧសភាឆ្នាំ2025តបតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាលោកស្រីដូចចន្ទរិកាជាអគ្គនាយិកាក្រុមហ៊ុន Duc Medical និងជាអនុប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយឃុំត្រពាំងព្រីងស្រុកដំបែខេត្តត្បូងឃ្មុំលោកស្រីដូចចន្ទរិកានិងស្វាមីអាយដាមឌុកវឿនជាសប្បុរសជនដែលតែងតែបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់សង្គមជាហូរហែជាស្ដែងកាលពីចុងខែមេសាឆ្នាំ2025នេះលោកស្រីនិងស្វាមីក៏បានបរិច្ចាគថវិកាចំនួន2លានរៀលជូនកាកបាទក្រហមកម្ពុជាក្នុងឱកាសខួបលើកទី162ទិវាពិភពលោកកាកបាទក្រហមនិងអធិច័ន្ទក្រហម8ឧសភាឆ្នាំ2025និងខួបលើកទី70ឆ្នាំនៃកាកបាទក្រហមកម្ពុជាផងដែរ